รีซัวก็ได้ซื้อได้บองปอนระบาดมินต่างอาคเนียวันมาจบมินจมวยหนังสักเรื่องมาให้จิตาสไนฮาผิดติดดำเมื่อหนึ่งเจอสักเรื่องมาเยอะมินสโนว์เปิดบองปอนกำลังช่วยจิตไลค์ subscribe หนังดัชนีกระดังไอเพกมินเนี่ยมวยพงหน้าดับใบจีกำลังจันให้ออกคนจานสำหรับกำมันอย่างจานในเลือกตัดจุดการแอดมินจังเกิดมินมันอ่านต่างอ้อนึกเป็นอ่านให้มีรำท่ารวมเพิ่มให้หนึ่งคลายเนาะคนตะการบองปอนคลายเหมือนแต้นให้กับมินบองปอนสโนว์เปิดทางจังไงจานมามินหนึ่งจีเยี่ยมแต่ดูจิบองปอนมันดังให้เนาะแอดมินนี่คือยับจิงเกแต่ดองคือធ្វើការពិចារណាទឹកទី1ទី2សារទឹកគឺរៀនបន្ថែមជាងរៀងរវល់ខ្លាំងជាងគេហ្មងថ្ងៃសារទឹកគឺអត់សូវទំនេរទេប៉ុន្តែដោយសារតែស្រឡាញ់បងប្អូនដូចជាអ្វីដែលបងប្អូនស្រឡាញ់មកកាន់អត់មានអញ្ចឹងនៅតែបន្តឆ្លៀតធ្វើឲ្យមកភាគឲ្យបងប្អូនដាច់សាច់រឿងទេឥឡូវចូលដល់ភាគទី10ហើយភាគនឹងល្អមើលល្អសើឲ្យនំភ័យតក់ស្លុតឲ្យរន្ធត់បុកបេះដូងលឺសូតែឌឹបតើណាជក់មានទាំងអស់គ្នាតាមនៅសាច់រឿងភាគទី10គឺបង្ហាញឃើញថាលីនគឺបានមកជួបអ៊ីមីងដើម្បីបង្ហាញតកតនអាការដាក់ដៃគាត់គឺបានធូរស្បើយច្រើនអញ្ចឹងមកស្ទុះក៏មានមិត្តភ័ក្តិហៅទៅញ៉ាំអាហារថ្ងៃត្រង់អញ្ចឹងហើយលីនកញ្ញាចេះអូខេខ្ញុំទៅជាមួយលោកគេមានបួលផងហ្នឹងហើយតែស្រឡាញ់គេចង់មកតាមគេបន្តមកសត្វតែមិត្តភ័ក្តិហ្នឹងណែនាំនារីម្នាក់ដែលជាសិស្សផ្នែកឆ្អឹងដូចគ្នាអញ្ចឹងគឺឲ្យអ៊ីមីងស្គាល់អញ្ចឹងក៏បានចាប់ដៃគ្នាទៅវិញទៅមកហើយក៏បាននិយាយណែនាំគ្នាតាក់ទងជាមួយរឿងចំនួនតាក់ទងជាមួយនឹងសិស្សច្បងសិស្សប្អូនគេអីអញ្ចឹងលីននៅហ្នឹងក៏រៀងភ្នែកចិត្តដែរមានអារម្មណ៍ថាត្រូវគេឆក់អ៊ីមីងទៅហើយមានអារម្មណ៍ថាគឺរៀងតាំងចិត្តប៉ុន្តែនៅតែនិយាយហើយនឹងស្រឡាញ់គ្នាហើយនឹងរាប់អានគ្នាដូចធម្មតាអញ្ចឹងហើយម្នាក់ស្រីហ្នឹងគឺគាត់មានការចារអារម្មណ៍ចំពោះគ្រឿងសម្អាងមួយចំនួនសាលីនហ្នឹងគឺបានប្រាប់ថាគេគឺជំនាញខាងគ្រឿងសម្អាងអញ្ចឹងណាបន្ទាប់មកក៏បានដោះដូរលេខទូរស័ព្ទជាមួយគ្នាដើម្បីតាក់ទងគ្នានៅពេលក្រោយធ្វើជាមិត្តភក្តិអញ្ចឹងទៅក៏លេខមកកាន់ទូស្រីគឺបានព្យាយាមមើលទៅកាន់ឈិនខ្លាំងមែនតើគឺបានយកអាហារឲ្យឈិនជាពិសេសគឺបោះសម្អាតលាងកថាទឹកនោមឈិនអីគឺគ្នាអត់តនេទេលក្ខណៈថាជាបងថ្លៃដ៏ល្អបំផុតតែម្ដងសម្រាប់ឈិនអញ្ចឹងណាបងថ្លៃនិងប្អូនថ្លៃគេនឹងតិចលួចមើលគ្នាហើយបន្ទាប់មកទូស្រីក៏បានអង្គុយចុចទូរស័ព្ទឲ្យគាត់មើលសើចឲ្យឈិនហ្នឹងក៏មិនចង់មើលទូរស័ព្ទដែរបន្ទាប់មកទូស្រីហាញ់ចេះឥឡូវចេះទៅមើលទៅឯងដូចជាធុញហើយអញ្ចឹងបងឲ្យឯងលេងហ្គេមរយៈពេល30នាទីយើងសន្យានឹងគ្នាណាអត់កុហកទេឈិនថាគេអត់កុហកទេតែមុននឹងលេងហ្គេមគឺទូស្រីបានបង្ហាញតាក់ទងជាមួយនឹងរូបដែលគាត់បានថតឈិននៅពេលដែលជិះសេះហើយទៅសារឈិនថាចេះលយណាប្រៀបដូចជាអ្នកចេះសេះអាជីពអញ្ចឹងនិយាយពីសង្ហាហើយស្ទៀវហ្មងឯងមើលនេះរូបនីមួយគឺមើលទៅលយអស់តោះហ្មងឯងនេះពិតជាអស្ចារ្យខ្លាំងមែនតើបន្ទាប់មកគឺឈិនសើចរហូតមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងណាស់កាត់មកដល់ពេលយប់នេះគឺដល់ពេលដែលហៅមីងចេញពីធ្វើការមកដើម្បីមកសួរសុខទុក្ខប្អូនរបស់ខ្លួនឯងចឹងប៉ុន្តែឈិនគេងលក់ហើយបន្ទាប់មកទូសេងហាញ់ចេហៅមីងអូនមានរឿងចង់និយាយជាមួយបងការប៉ុណ្ណាឧបត្តវហេតុតកតងជាមួយនឹងការធ្លាក់ពីលើសេះរបស់ឈិនគឺមិនមែនជាឧបត្តវហេតុចៃដន្យទេគឺឈិនមានបំណងទម្លាក់ខ្លួនឯងពីលើសេះក៏បង្ហាញវីដេអូឲ្យទៅកាន់ហៅមីងបានដឹងចឹងគាត់ថាមិនក៏ឈិនខូចម៉េះនឹកឃើញអីធ្វើរឿងទាំងអស់ហ្នឹងបន្ទាប់មកទូសេងក៏បានបញ្យល់ចឹងណាហៅមីងការប៉ុណ្ណាខ្ញុំយល់ពីអារម្មណ៍របស់ឈិនខ្ញុំធ្លាប់មានមិត្តភក្តិម្នាក់កាលពីរៀនវិទ្យាល័យជាមួយគ្នាចឹងនាងគឺជាមនុស្សម្នាក់ដែលឯកោពុំបានទទួលសេចក្តីស្រឡាញ់ពីក្រុមគ្រួសារឡើយមិនថានាងធ្វើបែបណាឬមួយក៏នាងមានបញ្ហាអីគេមិនអាចខ្វល់ពីនាងឡើយក៏បាននឹកដល់អតីតកាលពេលនោះគឺទូស្រីមុតដៃខ្លាំងហើយប៉ុន្តែឪពុកម្ដាយអត់ខ្វល់ពីទូស្រីទេបែរជាខ្វល់ពីលីនដែលបានជិះស្គីរអើលដួលទឹកបិទរបួសបិទអីឲ្យចឹងទៅចឹងទូស្រីក៏បានប្រាប់ទៅកាន់ហៅមីងថាចេកុមារភាពរបស់មនុស្សម្នាក់គឺខ្លីណាគួរតែផ្ដល់ភាពកក់ក្ដៅឲ្យឈិនឲ្យបានច្រើនការពិតគាត់យល់ពីចិត្តឈិនធ្វើបែបហ្នឹងគឺគ្រាន់តែចង់ឲ្យប៉ាម៉ាក់ជាមួយនឹងបងប្រុសគឺនៅក្បែរមើលថែរក្សាគេផ្ដល់ភាពកក់ក្ដៅឲ្យគេអញ្ចឹងបន្ទាប់មកទូប្រុសឲ្យចាំគេឆ្លៀតផ្ដល់ភាពកក់ក្ដៅឲ្យឈិនឲ្យបានច្រើនការពិតជាក់ស្ដែងឈិនឲ្យបានគេលក់ទេគឺបានស្លាប់លឺរាល់ការសន្ទនារបស់បងប្រុសខ្លួនឯងជាមួយនឹងបងថ្លៃទាំងអស់តែម្ដងយើងក៏លេខមកកាន់លីនវិញគឺដល់ថ្ងៃនេះគឺជាថ្ងៃដែលលីនត្រូវសម្ភាសដំឡើងតាក់ទងជាមួយនឹងអាការងាររបស់គាត់ឡើងទៅមួយថ្នាក់ទៀតអញ្ចឹងគឺគេបានសួរពីលីនតាក់ទងជាមួយនឹងការលក់ដូរអីគេទៅសារទៅកាន់លីនណាលីនក៏សប្បាយចិត្តផងដែរអញ្ចឹងគេថាគេនឹងផ្ដល់ដំណឹងឲ្យតាមក្រោយប៉ុន្តែនៅពេលដែលចេញមកដល់ក្រៅនោះគេពិបាកផ្ដល់អាសមត្ថភាពការងារឡើងតំណែងឲ្យលីនដោយសារតែចំណេះដឹងរបស់លីននៅទាបជាងអ្វីដែលគេរំពឹងទុកចឹងប៉ុន្តែការលក់របស់លីនគឺវាល្អហើយនឹងមានជំនាញហើយបន្ទាប់មកលីនក៏អត់មាត់ដែរគេក៏បានផ្ញើសារប្រាប់ថាលីនគឺអត់ជាប់ការសម្ភាសទេហើយលីនក៏មានគំនិតថ្មីមួយចឹងគឺណាត់អ៊ីមីងមកញ៉ាំអាហារជាមួយគាត់អ្វីដែលគាត់ណាត់អ៊ីមីងមកញ៉ាំអាហារជាមួយគាត់នោះគឺគោលបំណងរបស់គាត់គឺស្នើសុំឲ្យអ៊ីមីងនឹងបង្រៀនគណិតមកកាន់គាត់ចឹងណាដោយសារតែគាត់លើនោះគឺគាត់ចង់រៀនអីបន្ថែមហើយគាត់ដឹងថាគាត់គួរតទៅកាន់អីបន្ថែមនោះទៅជាមុខជំនាញអីឲ្យស័ក្តិសមជាមួយសមត្ថភាពរបស់គាត់ចឹងអ៊ីមីងក៏ឲ្យរៀបរាប់តាក់ទងនៅអ្វីដែលលីនចូលចិត្តចឹងគាត់ចូលចិត្តផ្នែក marketing ផ្នែកតាក់ទងជាមួយនឹងគ្រឿងសម្អាងឬមួយក៏ផ្សព្វផ្សាយពាណិជ្ជកម្មអីចឹងទៅចឹងអ៊ីមីងថាលើជាជំហានដំបូងគាត់សុខចិត្តជួយលីនដើម្បីបង្រៀនលីនចាស់ដោយសារលីនសំវល់ពេលចឹងគាត់នឹងបង្រៀនគណិតលីនបន្ថែមចឹងដល់ពេលកលេសមកកាន់ទូស្រីគឺបានយកចំណេញអាហារមកឲ្យឈិនទៀតហើយថ្ងៃនេះគឺគាត់យកចំណេញអាហារជាច្រើនមានរបស់លេងមានពងមាន់មានស៊ុតមានទឹកស្ដាយចឹងបន្ទាប់មកឈិនថាអរគុណបងថ្លៃទូស្រីឡងផាំងមិននឹកស្មានថាឈិនចេះនិយាយអរគុណឲ្យហៅបងថ្លៃចឹងគាត់ថា
hiệnចឹងណាមុននឹងឯងហៅខ្ញុំថាបងខ្លាយតាមមែនទេគាត់ថាត្រូវហើយគាត់សុំទោសចំពោះកំហុសដែលគាត់បានធ្វើពីមុនមកចឹងកុំខឹងគាត់អីបងខ្លាយគាត់ថាល្អហើយក៏បានចាក់ទឹកសណ្ដែកឲ្យខ្ទៀតអីចឹងគេសប្បាយរីករាយជាមួយគ្នាណានិយាយទៅឥឡូវគេចាប់ដើមយល់ចិត្តគ្នាម្ដងបន្តិចណាបងខ្លាយនឹងក៏ជាអាណាព្យាបាលរបស់ចិនផងណាឥឡូវចុះសម្រងគ្នាខ្លាំងណាស់និយាយពីថាញ៉ាំអាហារពេលព្រឹកគេសោយសប្បាយរីករាយជាមួយគ្នាគេចាក់ទឹកសណ្ដែកឲ្យបងខ្លាយគេអីអញ្ចឹងទៅបន្ទាប់មកក៏ឪពុកម្ដាយនឹងគឺបានមកលេងកូនអញ្ចឹងហើយក៏បានលាកូនចេញទៅវិញគឺទិញ iPad ទូរស័ព្ទឲ្យប៉ុន្តែទូស័យសុំជួបជាមួយនឹងឪពុកម្ដាយក្មេងដើម្បីនិយាយពីរឿងរបស់ចិនគឺស្ដាប់ឮទាំងអស់កាប់ពិតថាទូស្រីគឺស្នើសុំឲ្យឪពុកម្ដាយក្មេងនឹងគឺនៅលេងជាមួយនឹងចិនពេញមួយថ្ងៃទៅដោយសារតែគាត់មានអារម្មណ៍ថាចិនឯកោណាមើលតាមរយៈរូបគំនូររបស់ចិនណាអ្វីដែលគាត់ត្រូវការគឺមិនមែនជា iPad ឬមួយក៏ទូរស័ព្ទទំនើបអីទេអ្វីដែលគាត់ត្រូវការគឺជាភាពកក់ក្ដៅពីក្រុមគ្រួសារអញ្ចឹងគាត់ស្នើសុំនឹងសុំចិត្តឪពុកម្ដាយក្មេងគួរតែចំណាយពេលវេលាមួយថ្ងៃពេញនឹងនៅជាមួយចិនទៅព្រោះគាត់អត់ចង់ឲ្យកុមារភាពរបស់ចិនពោពេញទៅដោយភាពឯកាខ្មាំងងងឹតនិងមិនកក់ក្ដៅបែបហ្នឹងទេហើយឪពុកម្ដាយក៏បានយល់ព្រមក៏នៅកំដរចិនហើយចិនណាសប្បាយចិត្តណាស់នៅពេលដែលឪពុកម្ដាយនៅកំដរឲ្យបងប្រុសនឹងនៅពេលចេញពីធ្វើការក៏មកលេងជាមួយអីចឹងកុមារភាពរបស់គ្នាចង់បានតែសុភមង្គលបែបដែលមានក្តីសុខក្រុមគ្រួសារនៅចិត្តមិនមែនត្រូវការលុយត្រូវការរបស់ទំនើបអីឲ្យទុកគ្នាចោលឲ្យនឹងឯកោតែឯងចឹងទេវាមិនមែនជាអ្វីដែលចិនត្រូវការឡើយមកដល់ពេលយប់នេះគឺទូប្រុសនិងទូស័យគឺបានចេញពីញ៉ាំអាហារជាមួយគ្នាទូប្រុសក៏ថាឈប់សិនបងមានកាដូឲ្យអូនគឺផ្ដល់ជាឡានស្ពណ៌ពណ៌ក្រហមដ៏ទំនើបមកឲ្យទូស្រីជាការថ្លែងអំណរគុណចំពោះទូស្រីដែលទទួលបានជ័យជំនះក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មនិងធ្វើជាពិធីកមីអញ្ចឹងអ្វីដែលសំខាន់គឺគាត់អរគុណដែលទូស្រីនឹងគឺបានផ្ដល់ជាជំនួយនិងជួយសម្របសម្រួលរឿងគ្រួសាររបស់គាត់តាក់ទងជាមួយនឹងចិនអញ្ចឹងហើយទូស្រីហាញ់ចេបមិនមែនអ្វីដែលគាត់ធ្វើសិតតែត្រូវការកាដូទេគាត់ថាអត់ទេគាត់ឲ្យទូស្រីដែលសាប់ទូស្រីសមនឹងទទួលទូស្រីថាអ្វីដែលគាត់ត្រូវការហើយនឹងអ្វីដែលគាត់រំពឹងទុកនោះគឺជាទូប្រុសនឹងឯងគឺគាត់ស្រឡាញ់ទូប្រុសគាត់មិនមែនស្រឡាញ់របស់ទាំងអស់នោះតែទូប្រុសឲ្យគាត់ក៏ទទួលយកអញ្ចឹងទៅបន្ទាប់មកទូរស័ព្ទគាត់ក៏បានលោតសារគឺជើយាកនឹងគឺណាត់គាត់ដើម្បីជួបនិយាយគ្នាអញ្ចឹងទូស្រីក៏អត់មកដែរគឺបានមកអញ្ចឹងគឺគេបានរៀបចំឯកសារតាក់ទងជាមួយនឹងកិច្ចសហការជាមួយនឹងក្រុមហ៊ុនទូប្រុសហើយបន្ទាប់មកទូស្រីរៀងកាងគាត់ថាចេះអ៊ីមីងខ្ញុំគឺជាមនុស្សម្នាក់ដែលមានជំនាញក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មអញ្ចឹងរាល់អំពើដែលលោកបានធ្វើគឺខ្ញុំបានពិនិត្យឃើញហើយអ្នកដែលនៅក្នុងក្រុមហ៊ុនរបស់លោកគឺសិតតែជាតួសម្ដែងតែប៉ុណ្ណោះលោកគ្មានអ្វីដែលជាធាតុពិតទេគាត់ថាល្អណាស់ដែលនាងបាននិយាយត្រង់មកកាន់ខ្ញុំអញ្ចឹងខ្ញុំក៏មិនខ្ជះខ្ជាយក្នុងការនិយាយពាក្យត្រង់ទៅកាន់នាងវិញដែរយើងគឺសិតតែជាមនុស្សម្នាក់ដែលមកពីតម្រូវការដូចគ្នាយើងត្រូវការសម្បកទាំងអស់នឹងដើម្បីឲ្យខ្លួនឯងតោងឡើងដល់ចំណុចខ្ពស់ប្រៀបដូចជាតួស្រីអញ្ចឹងតួស្រីក៏បានកុហក background ទៅកាន់គេដែរគាត់ថាលោកកំពុងនិយាយពីអីខ្ញុំមិនយល់ទេគាត់ថាចេះនាងឈប់កុហកទៀតទៅខ្ញុំដឹងពីនាងទាំងអស់ការពិតថានាងបានជួលឪពុកម្ដាយដែលមិនមែនជាឪពុកម្ដាយបង្កើតរបស់នាងនឹងគឺទៅដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្រួសារមហាសេដ្ឋីឬមួយក៏នាងមិនត្រូវការប្រាក់ឬមួយក៏នាងមិនស្រឡាញ់លុយទេពួកយើងគឺមានតម្រូវការដូចគ្នាយើងគួរតែសហការគ្នាទៅនាងមិនគួរបដិសេធជាមួយខ្ញុំឡើយបន្ទាប់មកទូស្រីត្រឡប់មកផ្ទះវិញឡើងសពនគ្នាពិបាកចិត្តណាស់ហើយមកស្ទុះស្រាប់ម៉ែក្មេងនឹងគឺបានហៅទូស្រីដើម្បីជួបចឹងខែក្រោយគឺជាថ្ងៃខួបកំណើតរបស់ចិនអញ្ចឹងគាត់ដឹងថាគួររៀបចំអីទេចង់ឲ្យទូស្រីជួយគិតអញ្ចឹងគាត់រៀង stress ច្បុកច្បល់ឡើងមើលគាត់ក៏មានការរស់ស៊ីរបស់គាត់ដែរទូស្រីហាម៉ាកុំបារម្ភចឹងខ្ញុំជួយគិតម៉ាក់អត់អីទេម៉ាក់ហើយគាត់ថាអ្នកស្រីម៉ាថ្ងៃស្អែកគឺមកលេងផ្ទះយើងអញ្ចឹងតែឯងដឹងពីចំណូលចិត្តអ្នកស្រីម៉ាអត់គាត់ថាគាត់ដឹងបន្ទាប់មកទូស្រីក៏បានមកឆែកមើលនៅចង្ក្រានបាយជាមួយនឹងមីងហួងអញ្ចឹងមីងហួងគឺគាត់បានប្រាប់ថាអញ្ចេះការងារទាំងអស់ហ្នឹងគឺគាត់បានរៀបចំយ៉ាងល្អិតអន់ហើយប៉ុន្តែស្អែកគឺមិត្តភ័ក្តិរបស់អ្នកស្រីម៉ានិងអ្នកស្រីម៉ាមកអញ្ចឹងតែគាត់ចង់ឈប់សម្រាកអញ្ចឹងគាត់ពិបាកចិត្តណាស់មិនដឹងថាបានឈប់អត់ទេទូស្រីហើយកុំបារម្ភទៅគាត់អ្នកចាត់ចែងមីងឈប់ចង់គាត់ថាឯងពិតជាល្អមែនយៀនបន្ទាប់មកកលេចមកកាន់អ៊ីមីងវិញអ៊ីមីងលើគឺត្រូវបានពេទ្យធំនឹងមកនិយាយជាមួយអ៊ីមីងអញ្ចឹងគឺអ៊ីមីងចង់វះកាត់ទៅកាន់អ្នកជំងឺម្នាក់គឺនៅបន្ទប់លេខ38អញ្ចឹងគឺគាត់មានជំងឺត្រូវផ្លាស់ប្ដូរឆ្អឹងអញ្ចឹងគាត់មានអារម្មណ៍ថាខ្លាចអ៊ីមីងនឹងវះកាត់បរាជ័យទៅនឹងធ្វើអ្នកជំងឺនឹងគឺខ្វិនអញ្ចឹងដោយសារតែគ្នាគឺនៅវ័យក្មេងណាគាត់ខ្លាចអ៊ីមីងមានការធ្វើប្រហែសអញ្ចឹងគាត់ចង់អ៊ីមីងនឹងគិតឲ្យបានម៉ត់ចត់តែអ៊ីមីងគាត់ថាគាត់បានព្យាយាមគិតនិងពិចារណាយ៉ាងម៉ត់ចត់ហើយគាត់ជឿជាក់លើការដែលគាត់បានឆ្លងកាត់កន្លងមកនឹងបទពិសោធន៍របស់គាត់អញ្ចឹងគ្រូពេទ្យគាត់ថាគាត់គិតមើលសិនគាត់អត់អនុញ្ញាតឲ្យអ៊ីមីងនឹងដើម្បីវះកាត់ទៅកាន់អ្នកជំងឺឆ្អឹងនឹងនៅឡើយទេបន្ទាប់មកអ៊ីមីងក៏បានចេញមកបាំងមួយកន្លែងដើម្បីផឹកស៊ីអញ្ចឹងស្របពេលហ្នឹងគឺលីនជាមួយមិត្តភ័ក្តិរួមបន្ទប់របស់គេផឹកនៅទីហ្នឹងដែរដល់ពេលឃើញអ៊ីមីងនឹងអង្គុយតែឯងក៏បានទៅអង្គុយនិយាយមួយអ៊ីមីងអញ្ចឹងអ៊ីមីងផឹកពីមួយកែវទៅមួយកែវផឹកពីមួយកែវទៅមួយកែវស្វឹងឡើងជោគគឺលីននឹងហើយគឺជាអ្នកដប់អ៊ីមីងត្រឡប់មកផ្ទះវិញអញ្ចឹងណាគេមកផ្ទះមកជុំវិញងុំនឹងគឺចង់ជូតញើសជូតខ្លួនអីឲ្យគេអញ្ចឹងហើយយើងក្រាស់គេបងប្អូនអើយ
អើយអៀនណាស់ឲ្យមិនអោនទៅថាវឹបទៅគឺជាឱកាសចំណេញរបស់យើងមិនសឹកចាអ៊ីមីងើបមកចឹងលីលីនលេបទឹកបាត់ក្អឹកស្មានគេរកថាមានណាគេគួតវកប្រឡាក់កៅអៅអស់លីងដល់ពេលកាត់ដល់ព្រឹកស្អែកសប្តាហ៍អ៊ីមីងគឺបានមកគូសទ្វារបន្ទប់លីលីនយកអាហារពេលព្រឹកមកឲ្យចឹងហីរៀងអៀនព្រានដាក់គ្នាទៅវិញទៅមកគាត់ថាចេះឲ្យគាត់សុំតោគាត់ដឹងរឿងយុគមិញថាមានរឿងអីកាត់ឡើងខ្លះព្រោះគាត់នៅចាំខ្លះគឺលីលីនបានគូសគាត់ឲ្យក្អួតឲ្យអីចឹងណាគាត់ថាគាត់សន្យានឹងមិនមានរឿងនឹងកាត់ឡើងម្ដងទៀតទេហើយនឹងលីលីនថាមិនគាត់ថាមិនអីទេមានកាត់ឡើងម្ដងទៀតក៏មិនអីដែរចាំគាត់ជួយលើកអ៊ីមីងមកចឹងណាណាហេតុតែក្រាស់គេចង់ឲ្យគេស្វែងច្រើនដល់ចាំសាចង់គេចំណេញលើគេមែនអត់បន្ទាប់មកគឺអ៊ីមីងនិយាយហាញចេះតើការដែលចង់រៀបបន្ថែមនឹងបានប្រាប់ទូស្រីឬនៅគាត់ថាចេះហេតុអីត្រូវប្រាប់គេគាត់ថាដោយសារទូស្រីគឺបានផ្ដាំគាត់ឲ្យជួយមើលថែរក្សាលីលីនចឹងហើយគាត់ក៏និយាយហាញចេះលីលីននិងទូស្រីចរិតដូចគ្នាណាយកចិត្តទុកដាក់ជាមួយគ្នាទៅវិញទៅមកប៉ុន្តែអត់ព្រមបង្ហាញនេះគាត់មិនយល់សោះឡើយលីលីនថាគ្មានអីគួរឲ្យចាប់អារម្មណ៍ផងថ្ងៃស្អែកគឺដល់ថ្ងៃកម្មវិធីដែលអ្នកស្រីម៉ាននាំមិត្តភក្តិគាត់មកចឹងការពិតមិត្តភក្តិរបស់គាត់គឺជាអាយៈនឹងឯងគឺបានមកសួរសុខទុក្ខគ្នាហើយមានឈ្មោះក្រៅហៅថា Randy ក៏បានណែនាំគ្នាទៅវិញទៅមកហើយក៏បានរាក់ទាក់ជាមួយនឹងស៊ីយៀនផងដែរអ្វីដែលសំខាន់ Randy នោះគឺក៏ហក់ background ខ្លួនឯងសិតតាជាអ្នកជំនាញខាងវិទ្យាសាស្ត្រមកពីទីក្រុង London អីណាអូយជាពីប្រូបាសសក់ជ្រងសាហាវជាងតួស្រីទៀតគឺចេតនាអាប៉ែនោះគឺមិនដូចតួស្រីដើម្បីតែសេចក្តីស្រឡាញ់គឺដើម្បីតែលុយអានេះមុខលុយ 9.99 ហើយអ្វីដែលសំខាន់គឺសម្លឹងទៅកាន់សម្លៀកបំពាក់របស់មីងឡានហ្នឹងគឺបានតសើអញ្ចឹងគាត់ថាគឺគាត់ស្គាល់សម្លៀកបំពាក់ហ្នឹងសម្លៀកបំពាក់ហ្នឹងគឺជាសម្លៀកបំពាក់ដែលដេញថ្លៃមកពី brand ល្បីនៅទីក្រុង London អញ្ចឹងដោយសារគាត់គឺបានទៅសិក្សារៀនសូត្រនៅទីនោះគឺបានឃើញការដើរបង្ហាញម៉ូដរបស់គេអញ្ចឹងបន្ទាប់មកអ្នកស្រីឡានគាត់ថាពិតជាឆ្លាតមែនចំណែកតួស្រីគាត់គិតមកយកទឹកចឹងដើម្បីចេញឲ្យផុតពី Randy ប៉ុន្តែ Randy គឺសុំអ្នកស្រីមកទៅបន្ទប់ទឹកក៏បានមកឌឺដងផ្លែផ្កាឲ្យតួស្រីអញ្ចឹងគាត់ថាចេះយ៉ាងម៉េចដែរគាត់ថាគ្មានយ៉ាងម៉េចទេគាត់ថាឥឡូវយ៉ាងម៉េចទៅហើយគិតដល់ណាហើយចំពោះកិច្ចសហការរបស់យើងហើយតួស្រីហាញចេះលោកឈប់សម័យទៅគឺវាមិនអាចកាត់ឡើងជាដាច់ខាតគាត់ថាចេះនាងមិនយល់ហេតុអីក៏នាងមិនយល់ពួកយើងគឺមានតម្រូវការដូចគ្នានាងកុំប្រាប់ខ្ញុំថានាងគឺជាមនុស្សម្នាក់ប្រៀបដូចជានៅក្នុងប្រឡោមលោកនាងរៀបការមិនមែនដើម្បីតែប្រាក់ដើម្បីតែលុយទេនាងរៀបការដើម្បីសេចក្តីស្រឡាញ់នាងកុំប្រាប់ខ្ញុំណាថានាងស្រឡាញ់សិនហៅមីងមែនតែនពិតជាគួរអស់សំណោចណាស៊ីយៀនអូមិនគួរហៅថាស៊ីយៀនទេគួរតែហៅថាឆៅយៀនទៅវាចិត្តស្និទ្ធណាអាស្អីគេនេះដឹង background គេឲ្យយក background គេមកដើម្បីសម្រាប់គេហើយក៏សាហាវព្រៃផ្សែងម្លេះគាត់ថាចេះគុំណងយើងតែមួយទេនាងពិចារណាបានមកចិត្តទៅគាត់ថាគាត់មិនពិចារណារឿងនឹងមិនអាចកាត់ឡើងជាដាច់ខាតគាត់ថានាងនៅតែធ្វើចរិតបែបហ្នឹងទៀតខ្ញុំនឹងលាតត្រង់ការពិតរបស់នាងទូស្រីខឹងក៏បានចេះតកតែទៅលើវាអញ្ចឹងគាត់ថាមិនអីទេខ្ញុំមិនខឹងនេះឡើយនាងពិចារណាបានមកចិត្តទៅរឿងនឹងត្រូវតែកាត់ឡើងជាដាច់ខាតវាត្រូវការឲ្យក្រុមហ៊ុនរបស់ទូប្រុសសហការជាមួយវាអញ្ចឹងវាគឺជា background ខ្លាំងៗប៉ុន្តែវាចង់បានអំណាចចង់បានមុខមាត់អញ្ចឹងទៅក៏បានដើរចាក់ចេញពីទូស្រីទៅកាត់នៅថ្ងៃស្អែកគឺទូស្រីនិងទូប្រុសគឺបានមកហូបអាហារនៅភោជនីយដ្ឋានដែលគាត់ធ្លាប់មកជាមួយលីនកំពុងឲ្យចំណីត្រីអីអញ្ចឹងម៉ាស្ទូសតាអាយិគឺបានដើរមកគាត់ថាចេះស៊ីយៀនសុំតោដែលខ្ញុំមកយឺតដោយសារស្ទះចរាចរណ៍អញ្ចឹងណាបន្ទាប់មកហើយមានកសួរថាចេះតាលោកគឺជានរណាគាត់ថាហាស៊ីយៀនអត់ប្រាប់លោកទេគឺនាងបានណាត់ខ្ញុំមកកាន់ទីហ្នឹងណាហើយគាត់ក៏បានសួរទៅកាន់ស៊ីយៀនថាត្រូវឲ្យគាត់ភ្លេចប្រាប់ហៅមីងអញ្ចឹងហើយគេក៏បានរៀបចំតុករួចរាល់ក៏បានហៅចូលទៅក្នុងស៊ីយៀនគាត់គិតទៀតឲ្យគូរត់អំណោះស្រាយបែបណាដើម្បីចាត់ការអាយិនឹងចេញពីប្តីរបស់គាត់ព្រោះគាត់ស្រឡាញ់ប្តីគាត់ណាហើយសាច់រឿងរបស់យើងក៏ដាច់ slash ចាប់ត្រឹមនឹងទៅបងប្អូនបើសិនជាបងប្អូនចង់ដឹងថាភាគបន្តនឹងមានរឿងអីខ្លះម៉ាក់ស៊ីរបស់ admin អាចដោះស្រាយជាមួយនឹងឆ្លើងទៀមនឹងបានឬអត់ព្រោះវាដឹង background ម៉ាក់ស៊ីរបស់ admin គ្រប់យ៉ាងតែម្ដងគឺជាមនុស្សម្នាក់ដែលស្គាល់ម៉ាក់ស៊ីរបស់យើងតាំងពី6ឆ្នាំមុនដល់ពេលអញ្ចឹងគឺវាដឹង background គ្រួសាររបស់ស៊ីយៀនគ្រប់សពបែបយ៉ាងអញ្ចឹងវាយកអា background ទាំងអស់នោះមកគម្រាមស៊ីយៀនបើសិនជាមិនសហការឬមួយក៏មិនផ្ដល់ជំនួយមកកាន់វាដើម្បីឲ្យវានឹងខ្លះជាស្ថាបនិកមួយដ៏អស្ចារ្យខ្លាំងក្លាតេតទៅនឹងវិទ្យាសាស្ត្រតែដល់ background វាអត់ចេះអីទាំងអស់ស្អីក៏ដោយគឺជាសម្បកស្អីក៏ដោយគឺជាតំណាងឲ្យគេទាំងអស់តែវាចង់បានប្រយោជន៍នឹងតាក់ទាញពីតួស្រីវាសើបតួស្រីគ្រប់សពបែបយ៉ាងវាដឹងពី background អីទាំងអស់អញ្ចឹងវាគម្រាមតួស្រីតើចាំមើលតើតួស្រីដោះស្រាយរឿងទាំងអស់នោះបានឬអត់តើការគម្រាមរបស់វានឹងអាចទទួលបានជោគជ័យគម្រាមទៅកាន់ម៉ាក់ស៊ីរបស់ admin បានអត់គ្រាន់ចង់ប្រាប់ថាម៉ាក់ស៊ីរបស់ admin ណាឆ្លាតស្អាតពូកែមិនមែនឲ្យហែងគម្រាមបានងាយៗចាំមើលភាគក្រោយមើលតើម៉ាក់ស៊ីដោះស្រាយដល់របៀបណា admin ជឿជាក់ថាស៊ីយៀននឹងអាចកំចាត់ឆ្លើងនឹងបាន 100% តែម្ដងអើយនិយាយពីមើលឲ្យក្តៅកាហាយជំនួសម៉ាក់រឹងមុំណាកូននឹងយកម៉ាក់ធ្វើជា idol អើយម៉ាក់ស៊ីយៀនអស្ចារ្យខ្លាំងមែនតើបើសិនជាបងប្អូនចង់ដឹងថាភាគក្រោយនឹងមានរឿងអីកាត់ឡើងខ្លះកុំភ្លេចតាមដានទស្សនាជាមួយមីននៅភាគបន្តណាជាចុងក្រោយអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃមកទស្សនានិងតាមដានសាច់រឿងមួយនេះអត់មានអរគុណច្រើនខ្លាំងមែនតើជូនពរបងប្អូនទាំងអស់គ្នាទៅណាមកណាជួបតែសុខនិងសុវត្ថិភាពអ្វីដែលសំខាន់គឺសុខភាពល្អអរគុណច្រើនបាយបាយ